ជំបាទឈ្មោះអៀកំសេងជាដំបងសូមជម្រាបសួរបងប្អូនរួមជាតិពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ជាទីគោរពនិងជាទីរាប់អានអស់រយៈកាលប្រហែលជាបើយើងគិតទៅប្រហែលជាមួយខែហើយក្រោយពីការដែលខ្ញុំស្រាវជ្រាវបង្កើតបានធ្វើបាននៅហៅថា Photoshop ដើម្បីខ្ញុំកកូរកកាយឲ្យដឹងថាតើរវាងខ្មាំងហើយនឹងមិត្តវិទិតនៅឯណាហើយវាសកម្មភាពខ្មែរយើងវិនិច្ឆ័យកម្មមហន្តរាយដោយសារពីបញ្ហាជំនឿដោយភាពងប់ងល់ហើយជំនឿហ្នឹងដែលធ្វើឲ្យយើងបាត់បង់ទឹកដីមកទល់នឹងសពថ្ងៃដែលយើងរងទុក្ខវិនិច្ឆ័យកម្មមហន្តរាយដោយសារដោយសារឈរទៅលើជំនឿដោយភាពងប់ងល់ដូចគេហៅថាយើងមានភាពបីសាច់នៅក្នុងខ្លួនរបស់ប្រជាពលរដ្ឋមួយចំនួនដូចជាកន្លែងហ្នឹងហើយដែលខ្ញុំត្រូវការដកពិសោធន៍នៅការឆ្លោះបញ្ចាំងបញ្ជាក់បង្ហាញឲ្យឃើញថាតើកម្រិតសត្រូវនៅក្នុងដួងចិត្តប្រជាពលរដ្ឋហ្នឹងតើវាមានប្រមាណអ្នកទៅហើយរវាងគេហៅចិត្តបីសាច់ប្រជាពលរដ្ឋហ្នឹងតើអ្នកណាដែលមានចិត្តបីសាច់ខ្លះដែលហៅថាបំផ្លាញជាតិដល់ខ្លួនឯងដូច្នេះកន្លែងហ្នឹងហើយដែលខ្ញុំចង់បញ្ជាក់បង្ហាញឲ្យបងប្អូនបានច្បាស់លាស់កន្លែងហ្នឹងដែលខ្ញុំបញ្ចេញខ្លួនមកដើម្បីបង្ហាញខ្លួនពីរឿងពីបញ្ហាធ្វើពី Photoshop អ្វីដែលខ្ញុំចង់បញ្ជាក់បង្ហាញពីរូបភាពព្រោះរយៈកាលកន្លងមកខ្ញុំនិយាយវីដេអូឃ្លីបក៏ប៉ុន្តែមិនអាចមានប្រសិទ្ធភាពទេពីព្រោះសត្រូវវាអាចរំលងចោលបានដោយសារវាមិនចង់ស្ដាប់ក៏ប៉ុន្តែរឿងរូបភាពមួយអ្នកឯងមិនអាចកិច្ចរួចបានទេពិតមែនតែអ្នកឯងឃើញរឿងបីសាយជានោះអ្នកឯងអាចចុចរំលងឃ្លីបខ្ញុំបានក៏ប៉ុន្តែបើរឿងរូបភាពអ្នកឯងមិនអាចកិច្ចរំលងបានទេពីព្រោះអ្នកឯងបានកលិចមើលទៅឃើញផ្ទាល់ដូច្នេះត្រូវតែមានចំណាប់អារម្មណ៍ហើយពីបញ្ហានឹងបែកអៀកំសេងបដូរពីបរិយាកាសមួយចំនួនដើម្បីដកពេលវេលាគេហៅថា6ដល់10ថ្ងៃបានស្រាវជ្រាវធ្វើ Photoshop ឲ្យចេញឲ្យមានប្រសិទ្ធភាពហើយបន្ទាប់មកនៅក្នុងរយៈពេល2អាទិត្យក្រោយមកទៀតដែលខ្ញុំបានបញ្ចេញឃ្លីបមកហ្នឹងខ្ញុំបានបញ្ចេញបង្ហាញបញ្ជាក់កាន់តែស៊ីជម្រៅថែមទៀតអំពីវិនិច្ឆ័យកម្មមហន្តរាយទឹកដីដែលបាត់បង់ដោយសារអ្នកណាឥឡូវនេះខ្ញុំបានកកូរកកាយឲ្យគេហៅថាសម្ោចហ្នឹងវាផុសឡើងហើយឥឡូវពួកសម្ោចដែលហៅថាពួកបំផ្លាញជាតិពួកសម្លាប់ជាតិពួកកំទេចជាតិដល់ខ្លួនឯងហើយបានចេញមុខមកបញ្ជាក់បង្ហាញឲ្យច្បាស់ហើយអញ្ចឹងបានន័យថាសកម្មភាពអ្វីដែលខ្ញុំធ្វើហ្នឹងមានការផុសឡើងហើយងើបឡើងដោយបញ្ជាក់បង្ហាញថាអ្នកណាដែលចេញមុខមកហ្នឹងគេហៅថាដើម្បីគ្រប់គ្រងបីសាយជានោះហ្នឹងហ្នឹងហើយគេហៅថាជាជនក្បត់ជាតិនោះហើយខ្ញុំចង់ដឹងថាអ្វីគេហៅថាជនក្បត់ជាតិតើវាក្បត់វាមានឋានៈកម្រិតណាខ្លះដូចជាយើងខ្ញុំស្រាវជ្រាវតើវាមានក្មេងវាមានចាស់ឬក៏វាមានចាស់រហូតដល់ចាស់ជរាមែនទេតែអ្វីដែលខ្ញុំដកពិសោធន៍ខ្ញុំឃើញភាគច្រើនតែក្មេងអានឹងបើតាមខ្ញុំស្រាវជ្រាវខ្ញុំនៅក្នុងរយៈពេលគេហៅថាកំឡុងមួយខែនេះខ្ញុំឃើញសិតសម្បូរទៅពួកក្មេងបន្តិចទៀតខ្ញុំនឹងបញ្ជាក់បង្ហាញឲ្យបងប្អូនឲ្យបានច្បាស់លាស់អំពីបញ្ហាទាំងអស់ហ្នឹងក៏ប៉ុន្តែទន្ទឹមនឹងពេលហ្នឹងខ្ញុំបងប្អូនគេហៅថាពួកក្រុមក្បត់ជាតិពួកកម្ពុជាក្បត់ជាតិដែលគ្រប់គ្រងបីសាយជាអនុហ្នឹងដែលវាកំពុងតែបំផ្លិចបំផ្លាញជាតិដោយខ្លួនឯងហើយវាមកចោទប្រកាន់ខ្ញុំហើយវាបើថាខ្ញុំហ្នឹងចុះនរកតែអ្នកឯងអត់ស្គាល់អាពាក្យនរកហើយនឹងឋានសួគ៌យ៉ាងម៉េចទេអញ្ចឹងខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនឲ្យបានច្បាស់លាស់អំពីគេហៅថាឋានបើយើងនិយាយពីឋានមាន2ដែលខ្ញុំចង់បញ្ជាក់បង្ហាញឲ្យបងប្អូនឲ្យបានច្បាស់លាស់មួយគេហៅថាឋានដោយអរូបីមួយទៀតឋានវិទ្យាសាស្ត្រហើយឋានអរូបីវាមាន3ឋានវិទ្យាសាស្ត្រក៏វាមាន3ឥឡូវខ្ញុំចង់បកស្រាយពីឋានអរូបីសិនឋានអរូបីនេះគឺឋានទៅលើជំនឿសាសនាឋានមាន3គេហៅឋាននរកឋានកណ្ដាលហើយនិងឋានសួគ៌អានឹងខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនឲ្យបានច្បាស់លាស់ក៏ប៉ុន្តែអ្វីដែលបងប្អូនឋានអរូបីហ្នឹងគេហៅឋានសាសនាហ្នឹងគឺឋាន2ទៀតយើងអត់ដែលឃើញទេគេដូចលើភាពជាក់ស្ដែងគេហៅឋាននរកយើងអត់ដែលម្នាក់ធ្លាប់តែដាក់បណ្ដាសាដាក់ទំនាយដាក់ស្អីឲ្យចុះទៅឋាននរកក៏ប៉ុន្តែម្នាក់មិនដែលដឹងថាឋាននរកហ្នឹងនៅឯណាទេគ្មានអ្នកណាបានទៅដល់ក៏គ្មានអ្នកណាធ្លាប់បានឃើញដែរក៏ប៉ុន្តែគ្រាន់តែជាពាក្យទំនៀមទម្លាប់បុរាណមកវាចេះតែប្រើមកនៅក្នុងគេហៅថាជាជំនឿនៃសាសនាក៏ពេលបួងសួងពងវត្តនាឲ្យអ្នកយើងគោរពជាទីស្រឡាញ់ឲ្យខ្លាយឲ្យឡើងឋានសួគ៌តែបើអ្នកដែលស្អប់ដាក់បណ្ដាសាឲ្យចុះឋាននរកអានេះខ្ញុំគ្រាន់តែចង់បញ្ជាក់បង្ហាញដើម្បីឲ្យយើងនិយាយពីរឿងគេហៅថាឋានសាសនាឥឡូវយើងនិយាយមកឋានវិទ្យាសាស្ត្រវិញឋានវិទ្យាសាស្ត្រក៏មាន3មួយគេហៅថាឋានប្រជុំនេះទី2ឋានកណ្ដាលទី3ឋានអវកាសបើឋានវិទ្យាសាស្ត្រគេបានទៅដល់គេបានទៅឃើញទាំងអស់គ្នាណាអ្នកវិទ្យាសាស្ត្រអ្នកបណ្ឌិតអ្នកឯកទេសមួយចំនួនគេបានទៅដល់ហើយគេឃើញហើយជាពិសេសបងប្អូននៅក្នុងពិភពលោកក៏បានធ្លាប់មើលឃើញដែរទៅតាមទូរទស្សន៍ទៅតាមវីដេអូដែលគេយកមកបង្ហាញឲ្យអ្វីដែលគេទៅដល់ហើយគេថតឲ្យឃើញក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់បង្ហាញប្រាប់បងប្អូនឲ្យច្បាស់លាស់គេហៅថាអានឹងគេហៅឋានអវកាសដែលយើងឡើងទៅឲ្យអាប៉ូឡូឡើងឋានប្រច័ណ្ឌអានឹងដែលបងប្អូនធ្លាប់ឮអាពាក្យហ្នឹងគេអាប៉ូឡូឡើងឋានប្រច័ណ្ឌជាកន្លែងហ្នឹងហើយដែលគេថតបញ្ចាំងឲ្យឃើញគេហ
ហៅថាអានឹងគេហៅឋានអវកាសបើយើងនិយាយនៅក្នុងស្ថានសាសនាវាប្រៀបបានដូចឋានសួគ៌អញ្ចឹងអានឹងគេនិយាយពីរឿងឋានអវកាសអានឹងចំណុចទី1ហើយបើយើងនិយាយពីរឿងគេហៅឋានបច្ចុប្បន្ននេះឋានកដាលគឺយើងរស់នៅសពថ្ងៃហ្នឹងអានឹងគេហៅឋានកដាលហើយអានឹងគឺគាត់នៅខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនបានច្បាស់លាស់អំពីឋានវិទ្យាសាស្ត្រហើយឋានវិទ្យាសាស្ត្រមិនគេហៅថាឋានបច្ចុប្បន្ននេះក្នុងឋានបច្ចុប្បន្ននេះហ្នឹងគេហៅថាបាតសមុទ្រខ្ញុំបានធ្លាប់ទៅរួចទៅហើយឋានបច្ចុប្បន្ននេះខ្ញុំធ្លាប់ចុះព្រោះខ្ញុំចុះរហូតដល់60ម៉ែត្រក្នុង60ម៉ែត្រហ្នឹងនៅឋានបច្ចុប្បន្ននេះហ្នឹងពីព្រោះខ្ញុំមាន license ចុះហើយខ្ញុំមានច្បាប់ទម្លាប់ត្រឹមត្រូវនៅការចុះរហូតដល់60ម៉ែត្រពីព្រោះគេមានច្បាប់ទម្លាប់គេមានក្បួនខ្នាតគេឲ្យយើងចុះបើចុះមិនស្រួលទេអាចបែកបេះដូងឈាមចេញតាមច្រមុះនឹងចានតិចបើយើងគ្មានការបត់ពិសោធន៍មានការរៀនសូត្រនិងការឆ្លងកាត់ឬក៏មានអាជ្ញាប័ណ្ណសញ្ញាបត្រសម្រាប់ចុះទៅហៅថាឋានប្រជុំនេះទេនេះខ្ញុំមកចង់បញ្ជាក់ប្រាប់បងប្អូនឲ្យបានច្បាស់លាស់ខ្ញុំមាន license ខ្ញុំចុះមួយ license ខ្ញុំមួយ20ម៉ែត្រ license ទី2ខ្ញុំចុះបានដល់60ម៉ែត្រនេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនឲ្យបានច្បាស់លាស់អំពីចុះទៅឋានប្រជុំនេះតែបងប្អូនមិនដែលស្គាល់ទេឋានប្រជុំនេះហ្នឹងតែឋានប្រជុំនេះក៏មានសពសារពើជីវិតនៃការរស់នៅវាមានព្រៃវាមានរ៉ាវាមានថ្មវាមានជ្រោះវាមានជីវៈចម្រុះទូទៅសម្រាប់មច្ឆាជាតិនៅក្នុងបាតសមុទ្រអាហ្នឹងហើយគេហៅថាឋានប្រជុំនេះតែអៀកំសែងធ្លាប់បានទៅរួចទៅហើយតែគ្រាន់តែថាអៀកំសែងមិនដែលធ្លាប់ចុះទេឋាននរកពីព្រោះអៀកំសែងធ្លាប់នៅឋានសួគ៌អានេះគឺខ្ញុំចង់ប្រាប់បងប្អូនបានឲ្យច្បាស់លាស់ពីព្រោះខ្ញុំសពថ្ងៃហ្នឹងខ្ញុំប្រៀបបានដូចរស់នៅឋានសួគ៌ហើយមិនគេហៅថាខ្ញុំរស់នៅឋានសួគ៌ខ្ញុំប្រាប់ពីអាជីវកម្មរបស់ខ្ញុំក្នុងមួយខែចំណូលខ្ញុំរកពី$5,000ទៅ$10,000អានេះខ្ញុំនិយាយពីចំណូលរបស់ខ្ញុំជីវភាពរបស់ខ្ញុំខ្ញុំរស់នៅតែធំកើងរួចទៅហើយតែយើងសូមសួរថាហេតុអីបានខ្ញុំទម្លាក់សម្ពាយពីឋានសួគ៌ហ្នឹងខ្ញុំចុះទៅឋាននរកហើយមកជួយបងប្អូនប្រជាជាតិខ្មែរយើងឲ្យងើបពីឋាននរកតែដល់ចុងបញ្ចប់អាជនទុច្ចរិតមួយចំនួនមកចោទប្រកាន់ខ្ញុំតែខ្ញុំហ្នឹងបួងសួងឲ្យខ្ញុំហ្នឹងចុះទៅឋាននរកតែខ្ញុំនៅឋានសួគ៌រួចទៅហើយតែមានតែអាជនទុច្ចរិតបងប្អូនយើងប្រជាជាតិខ្មែរយើងទេកំពុងតែរស់នៅឋាននរកហើយខ្ញុំចុះទៅឋាននរកហ្នឹងខ្ញុំចុះទៅជួយស្រង់បងប្អូនងើបឡើងមកដើម្បីឲ្យដឹងឲ្យយល់អំពីបញ្ហាវិបត្តិកុំឲ្យគេហ្នឹងកុំឲ្យពួកអាមច្ចរាជពួកអាមច្ចរាជទាំងអស់មកគៀបសង្កត់មកធ្វើបាបមកវាយមកទន្ទ្រានយកគេហៅថាជីវៈរបស់ប្រជាពលរដ្ឋប្រជាជាតិដែលរស់នៅលើឋាននរកហ្នឹងកន្លែងហ្នឹងហើយដែលខ្ញុំងើបឡើងមកខ្ញុំដើម្បីខ្ញុំដាក់សម្ពាយខ្ញុំចុះពីឋានសួគ៌ខ្ញុំមកជួយបងប្អូននៅឋាននរកតែបងប្អូនមកដាក់បណ្ដាសាឲ្យខ្ញុំហ្នឹងចុះទៅឋាននរកដូចជាខ្ញុំបានយកដូចខ្ញុំបានបញ្ជាក់អញ្ចឹងវាគ្មានអ្នកណាភ្លើដូចអៀកំសែងទេអៀកំសែងភ្លើមែនទេមកជីវភាពរស់នៅបានសុខហើយចំណូលក្នុងមួយខែពី$5,000ទៅ$10,000អង្គុយអត់សុខដេកអត់ស្ងៀមដើម្បីចុះមកឋាននរកជាមួយបងប្អូនដើម្បីជួយបងប្អូនតែផ្ទុយទៅវិញបងប្អូនយើងមួយចំនួនអត់យល់ពីអ្វីនៃការលះបង់របស់ខ្ញុំទេបែរជាថាខ្ញុំនឹងទៅជាអ្នកបួងសួងឲ្យខ្ញុំនឹងចុះឋាននរកក៏ប៉ុន្តែវាងាយស្រួលណាស់សម្រាប់ខ្ញុំសម្រាប់ជីវភាពរបស់ខ្ញុំគ្មានបងប្អូនណាអាចធ្វើកើតទេអញ្ចឹងបានអៀកំសែងចង់បញ្ជាក់បង្ហាញដើម្បីឲ្យបានច្បាស់លាស់នៅក្នុងរយៈពេលតែ6ដល់10ថ្ងៃទេតែអៀកំសែងធ្វើ Photoshop ចេញមកវាយឲ្យទន្ទ្រាននៅក្នុងពិភពលោកបានដោយសារអីណែអានេះយើងមើលពីសមត្ថភាពឲ្យច្បាស់លាស់ហើយយើងសូមសួរថាអ្វីដែលអៀកំសែងធ្វើហ្នឹងតើធ្វើដើម្បីអីប្រាក់ខែអត់មានលុយអីអត់មានតែបងប្អូនចាំតែជេរក៏ប៉ុន្តែសូមសួរថាអៀកំសែងធ្វើដើម្បីអីដើម្បីមើលឃើញពីទុក្ខសោកវេទនារបស់ប្រជាជាតិប្រទេសជាតិកំពុងតែធ្លាក់នៅក្នុងភាពអវិជ្ជ័យហើយយើងមិនអាចទៅរំដោះជាតិនៅពេលដែលអ្វីគេហៅថាចេះតែនឹកឃើញថាឲ្យបងប្អូនងាយស្រួលមើលឃើញហ៊ុនសែនអាក្រក់ជេរតែហ៊ុនសែនទៅតែយើងប្រឡែងចោលដែងអាសត្រូវដល់ពិតប្រកបតើសត្រូវពិតប្រកបវានៅឯណាដូចជាខ្ញុំតែងតែបញ្ជាក់បង្ហាញប្រាប់ហើយអ្នកណានិយាយពីយួនក៏អៀកំសែងអ្នកបំផុសឡើងមកដែរតាំងពីឆ្នាំ2012ដើមឆ្នាំ2012ហ្នឹងអៀកំសែងបំផុសរឿងនយោបាយទាំងអស់សុំពួកខ្ញុំពីដើមខ្ញុំអ្នកវិភាគនយោបាយនៅក្នុងវិទ្យុខ្មែរប៉ុស្តិ៍អញ្ចឹងហើយបានខ្ញុំជំរុញឲ្យអ្នកវិភាគនយោបាយទាំងអស់ហ្នឹងសូមឲ្យមេត្តាដោតទៅលើគោលដៅយួនយកទឹកដីខ្មែរពីព្រោះអ្នកវិភាគនយោបាយច្រើនតែនិយាយថាហ៊ុនសែនអសមត្ថភាពនៅការដឹកនាំប្រទេសតែបងប្អូនមួយចំនួនគាត់អត់យល់មិនមែនហ៊ុនសែនអសមត្ថភាពនៅការដឹកនាំប្រទេសទេនេះជាអបាយកលយួននៅពីក្រោយដៃទន្ទ្រានយកទឹកដីខ្មែរយើងតែខ្មែរយើងអត់មានអ្នកណាមួយងើបឡើងចាប់អារម្មណ៍ទេអ្វីដែលអៀកំសែងបំផុសឡើងមកដើម្បីឲ្យប្រជាជាតិខ្មែរយើងយល់ពីចំណាប់ការអ្នកណាដែលយកទឹកដីខ្មែរឥឡូវនេះបងប្អូនមកមើលឃើញសកម្មភាពអ្វីដែលអៀកំសែងនិយាយហ្នឹងបានបងប្អូនមើលឃើញសកម្មភាពដែលពុះកញ្ជ្រោលងើបឡើងថាយួនយកទឹកដីឥឡូវឃើញសកម្មភាពបញ្ជាក់បង្ហាញឲ្យច្បាស់ហើយក៏ប៉ុន្តែហេតុអីនៅពេលហ្នឹងខ្ញុំអត់វាយស្ដេចមិនមែនខ្ញុំអត់វាយទេស្ដេចនៅតែខ្ញុំវាយក៏ប៉ុន្តែខ្ញុំនិយាយនៅក្នុងវិទ្យុខ្មែរប៉ុស្តិ៍បងប្អូនត្រូវយល់ឲ្យច្បាស់អ្វីដែលខ្ញុំនិយាយនៅក្នុងវិទ្យុខ្មែរប៉ុស្តិ៍ហ្នឹងពីព្រោះខ្ញុំយកវិទ្យុគេមកនិយាយដូចជាគេមានកម្រិតគេហាមទី1គេអត់ឲ្យខ្ញុំវាយស្ដេចទី2អត់ឲ្យប៉ះពាល់សាសនាដូចជាខ្ញុំអត់មានសិទ្ធិនិយាយទេក៏ប៉ុន្តែប្រទេសជាតិវាស្ថិតនៅកន្លែងហ្នឹងវាស្ថិតនៅអាពីហ្នឹងដែលវិបត្តិសង្គមវិបត្តិដែលវិនិច្ឆ័យកម្មមហន្តរាយទឹកដីទៅបាត់បង់មកទល់សប្តាហ៍គឺស្ថិតនៅលើពីរចំណុចហ្នឹងទី1ស្ដេចទី2សាសនាយើងអត់ខ្វល់ខ្វាយពីប្រទេសជាតិទេ
យើងខ្វល់ខ្វាយតែពីយើងបាត់បង់ស្ដេចម្នាក់ភ័យព្រួយយំសោកបោកខ្លួនតែទឹកដីយួនយោអត់មានអ្នកណាយំសោកបោកខ្លួនទេអត់មានអ្នកណាចង់ឈឺចាប់ឈឺអីទេតែបែរជាអបិសាចវាទៅដេកងាប់នៅស្រុកចិនយោសាកសពវាមកស្រុកខ្មែរនាំគ្នាទាំងហែអស់លុយរាប់លានអស់2ទៅ10លានថែមទៀតក៏ទាំងហែសាកសពវាហើយយកមកទាំងហែសាកសពវាហ្នឹងនាំគ្នាយំសោកបោកខ្លួនដោយសារអីសិតតាជានយោបាយរបស់ពួកយួនដើម្បីវាមកបំពុលគេហៅថានយោបាយនៅក្នុងចិត្តសាស្ត្រនយោបាយហ្នឹងបំពុលប្រជាជាតិឲ្យពុលចាប់អារម្មណ៍ទៅលើអបិសាចជានោះហើយនឹងកញ្ចាស់មេពឹសបិសាចសសតែប្រទេសជាតិដែលបាត់បង់ទឹកដីដែលខ្ទេចខ្ទាំវិនាសមហន្តរាយរស់មនុស្សមិនចំជាមនុស្សសត្វមិនចំជាសត្វតែរស់នៅលើគំនោសម្រាមតែបងប្អូនប្រជាជាតិអត់នាំគ្នាចាប់អារម្មណ៍ទេអត់នាំគ្នាទៅខឹងជាស្ដេចទេតែបែរជាស្ដេចហ្នឹងសូម្បីតែប្រទេសខ្មែរវាមិនសុខចិត្តនៅផងវាថាវានឹងនៅងាប់នៅស្រុកខ្មែរក៏ប៉ុន្តែដល់ចុងបញ្ចប់វាមកបានតែ3ថ្ងៃវារត់ត្រឡប់ទៅស្រុកចិនវិញវាសុខចិត្តទៅងាប់នៅស្រុកចិនឲ្យគេយកសាកសពវាហ្នឹងមកបូជានៅស្រុកខ្មែរយើងថែមទៀតយើងចំណាយលុយអស់សរុបទាំងអស់ទាំងអារូបចម្លាក់វាអីទាំងអស់សរុបទៅវាជាង20លានតើបើយើងយក20លានជាងហ្នឹងយកមកជួយប្រជាពលរដ្ឋខ្មែរដែលរងទុក្ខវេទនាតើយើងបានចំណូលដល់កម្រិតណាជីវភាពខ្មែរនឹងទូធាដល់បានយ៉ាងម៉េចក៏ប៉ុន្តែអាចជំនឿអស់ហ្នឹងដែលធ្វើឲ្យសកម្មភាពធ្វើឲ្យវិនិច្ឆ័យកម្មមហន្តរាយទឹកដីខ្មែរយើងដោយសារស្អីដោយសារឈោទៅលើជំនឿអ្នកណាអ្នកផ្ដល់ជំនឿនឹងឲ្យទាំងអស់ហ្នឹងជាពិសេសស្ថិតនៅលើសាសនាកន្លែងហ្នឹងហើយដែលនៅលោកសង្ឃទាំងអស់ហ្នឹងយកជំនឿទៅយកក្មេងៗមកបញ្យល់ក្មេងៗទាំងអស់ឲ្យយល់ថាមានតែស្ដេចទេដ៏ល្អដ៏ប្រពៃដែលជួយរំដោះទឹកដីយើងដែលជួយស្រោចស្រង់ជីវិតយើងក៏ប៉ុន្តែយើងសូមសួរឲ្យភាពងាយស្រួលតើប្រជាជាតិយើងសពថ្ងៃហ្នឹងតើយើងរស់នៅក្នុងស្ថានភាពសុខស្រួលហើយនៅបើសិនជាប្រទេសជាតិរស់នៅក្នុងសុខស្រួលអៀកឹមស្រេងមិនចេញមកឲ្យគេជេរទេហេតុអីបានអ្វីដែលអៀកឹមស្រេងចេញមកហ្នឹងយកទាំងកម្លាំងគេហៅថាពលិកម្មទាំងផ្លូវកាយទាំងផ្លូវចិត្តរួមទាំងជីវិតតែមទៀតសួរថាអៀកឹមស្រេងបើនិយាយចំទៅវាប្រៀបបានដូចទេបដែរអ្នកភ្នែកក៏ទៅតិចក៏ទៅមាត់ក៏ទៅចង្អុលដៃក៏ទៅគូតក៏ទៅស្អីក៏ទៅទាំងអស់ឥឡូវណាខ្ញុំចង់ហោះហើរទៅណាចង់ទៅប្រទេសណាខ្ញុំទៅភ្លាមខ្ញុំចង់ចុចទៅមើលប្រទេសណាខ្ញុំចុចមើលឃើញអានេះគេហៅភ្នែកទៅតិចទៅមាត់ទៅឥឡូវតិចទៅយ៉ាងម៉េចតាប់បងប្អូនពេញពិភពលោកចង់ទំនាក់ទំនងជាមួយអ្នកណាយើងម្នាក់ខ្លាយទៅជាទេវតាទាំងអស់គ្នាហើយក៏ប៉ុន្តែបងប្អូនអត់នៅគ្នាយល់ទេបែរជាមកដាក់ទំនាយខ្ញុំឲ្យចុះឋាននរកតែបងប្អូនទេអ្នកដែលរស់នៅឋាននរកខ្លួនឯងហ្នឹងដោយសារជឿទៅលើជំនឿអាបិសាចជានោះហ្នឹងដែលរស់នៅលើឋាននរកហ្នឹងមិនមែនរស់នៅឋានសួគ៌ទេអៀកុំផ្សេងទេចុះពីឋានសួគ៌ទៅជួយបងប្អូននៅឋាននរកតែផ្ទុយទៅវិញមិនបានមើលឃើញសកម្មភាពឲ្យភាពជាក់ស្ដែងនេះទទួលនឹងការបោកប្រាស់របស់គេអ្នកណាបោកនាំគ្នាកាប់មុខជឿគេតែអាការគេនិយាយការពិតគេបញ្ជាក់បង្ហាញការពិតអត់ជឿទេហេតុអីបាទខ្ញុំយកដាក់រូបអាបិសាចជានោះនឹងកញ្ចាស់មេពឹសបិសាចសសពីពួកនឹងជាក្រុមយួនមិនមែនជាស្ដេចខ្មែរដ៏ពិតប្រាកដទេកន្លែងហ្នឹងឯងដែលខ្ញុំចង់ចេញមកបង្ហាញបញ្ជាក់បង្ហាញបងប្អូនឲ្យបានច្បាស់លាស់ថានេះមិនមែនជាស្ដេចខ្មែរពីពួកដោយពាក្យអៀកំសែង3ម៉ាត់តែងតែបញ្ជាក់បង្ហាញឲ្យច្បាស់ហើយបញ្ជាក់ម្ដងហើយម្ដងទៀតមិនដែលចោលទេពាក្យទាំងអ្នកវិភាគនយោបាយអ្នកការពារជាតិនិងអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិការប្រព័ន្ធអ្វីដែលអៀកំសែងមើលទៅអ្នកនយោបាយទាំងអស់ហ្នឹងគឺមើលច្បាស់ណាស់គឺដឹងច្បាស់ណាស់សិតតែអ្នកនយោបាយបោកប្រាស់ប្រជាជាតិខ្មែរចំណុចហ្នឹងហើយតែយើងធ្លាក់នៅភាពអវិជ្ជតែយើងចូលទៅនៅរស់នៅលើស្ថានភាពឋាននរកឥឡូវបងប្អូនមើលឃើញភ្នំពេញសប្តាហ៍ថ្ងៃហ្នឹងឥឡូវបងប្អូនខ្ញុំមិនបាញ់និយាយយកឲ្យវាឆ្ងាយទេឥឡូវយកភ្នំពេញសប្តាហ៍ថ្ងៃនេះហើយបងប្អូនទៅមើលអាវីដេអូឆ្នាំ1965វីដេអូភ្នំពេញនៅក្នុងសម័យអាណានិគមបារាំងដែលបន្សល់ទុកឲ្យឆ្នាំ1965ដែលអាណានិគមបារាំងដែលបារាំងបន្សល់ទុកឲ្យហ្នឹងយើងនិយាយពីភ្នំពេញសម័យកាលហ្នឹងហើយនៅក្នុងពេញបច្ចុប្បន្នដែលក្នុងរាជានិយមទី2ហ្នឹងដែលគ្រប់គ្រងទៅដោយអាបិសាចជានោះហ្នឹងយើងសូមសួរថាខុសគ្នាទេភ្លៀងមកមិនទាន់អីលេចពេញភ្លៀងមកមិនទាន់អីលេចពេញហើយយើងសួរថារឿងទាំងអស់ហ្នឹងម្នាក់ទៅទម្លាក់កំហុសទៅលើហ៊ុនសែនយើងសូមសួរថាអ្នកណាអ្នកផ្ដល់អំណាចឲ្យហ៊ុនសែនគ្រប់គ្រងអ្នកណាអ្នកផ្ដល់អំណាចឲ្យហ៊ុនសែនគ្រប់គ្រងគឺអាបិសាចជានោះយើងបានរំដោះនិយាយឲ្យចំយើងបានរំដោះបានឯករាជ្យនៅក្នុងឆ្នាំ1993ជាពិសេសក្មេងៗចំនួនក្រោយដែលខ្ញុំមានជំនឿថាខ្ញុំនឹងសង្ឃឹមថាទៅលើក្មេងៗហ្នឹងនឹងអាចរំដោះជាតិនឹងស្រោចស្រង់ជាតិតែក្មេងដៃមួយចំនួនហ្នឹងសិតតែអាក្មេងក្បត់ជាតិមិនបានគិតគូរវិផលប្រយោជន៍ជាតិទេវាគិតគូរតែបាត់អាបិសាចជានោះនឹងបាត់កញ្ចាស់មេពឹសបិសាចសសតែវាអត់មានបារម្ភពីប្រទេសជាតិថាឥឡូវហ្នឹងយួនយកទឹកដីខ្មែរអស់ហើយវាអត់ខ្វល់វាអត់ដែរខ្វល់ទេពីបញ្ហាយួនយកទឹកដីវាខ្វល់តែឥឡូវហ្នឹងឲ្យតែអាណាមើងងាយអាបិសាចជានោះអាណាមើងងាយកញ្ចាស់មេពឹសបិសាចសសអានឹងវាខឹងវាជេរមកចេញមកជេរប្រមាថតែអាគេវាយគេធ្វើបាបប្រជាជាតិគេយកទឹកដីកម្ពុជាក្រោមគេធ្វើបាបកោះត្រល់បាត់បង់ស្អីបាត់បង់វាអត់ដែរទៅជេរក្រុមពួកអាយួនទេវាអត់ដែរទៅជេរក្រុមពួកយួនទេហើយខ្ញុំតែងតែយកមកឆ្លុះបញ្ជាក់បង្ហាញបញ្ចាំងឲ្យឃើញថាអ្នកណាដែលធ្វើឲ្យវិនិច្ឆ័យកម្មមហន្តរាយបាត់បង់ទឹកដីហ្នឹងយើងដល់គ្នាចោទតែហ៊ុនសែនទើបតែឆ្នាំ1993ទេវាចាប់ផ្ដើមមកទល់សប្តាហ៍ថ្ងៃតែធ្វើឲ្យបាត់បង់ចុះយើងនិយាយពីសម័យឆ្នាំ70អ្នកណាអ្នកបង្កសង្គ្រាមឡើងយើងចោទតែពលពតចុះពលពតទេបើ
អាបីសាច់ជានោះវាកើនកម្លាំងប្រជាពលរដ្ឋឲ្យចូលទៅព្រៃម៉ាគីនោះហើយហើយតែបានយើងមិនយកទស្សនៈទាំងអស់មកវិញនិយាយឡើងមកវិញយើងសូមសួរថានៅក្នុងឆ្នាំ1941យើងយកតែ41មកនិយាយពីសម័យអាបីសាច់សៀនុវាចាប់ផ្ដើមគ្រងរាជមកតើវាបានធ្វើអីចេញជីវិតជំនាញវាបានធ្វើអីចេញជីវិតជំនាញកន្លែងហ្នឹងដែលជាប្រភពនៃបញ្ហាទាំងអស់អ្វីដែលអៀកឹមសេងចេញមុខមកជួយគឺមើលឃើញពីទុកសោកវេទនាគឺវិបត្តិរបស់ប្រជាជាតិយើងចង់ដោះស្រាយចង់ជួយជំរុញឲ្យយើងរំដោះចេញពីនឹមនៃការឈានពានរបស់យួនតើយើងមុននឹងយើងធ្វើអីក៏ដោយយើងទៅរកប្រភពនៅបញ្ហាយើងមិនអាចទៅយកមួយដំណាក់ហើយទៅដោះមួយដំណាក់នឹងចេញកើតទេព្រោះវាមានការពាក់ព័ន្ធជាប្រភពធំជាងគេនោះគឺអាបីសាយសៀនោះពីព្រោះហេតុអីយើងត្រូវយល់ឲ្យច្បាស់យួនគឺវាត្រូវការស្ដេចជាបង្គោលបើមិនបានគ្រប់គ្រងស្ដេចឲ្យបានទេវាមិនអាចយកទឹកដីខ្មែរបានទេកន្លែងហ្នឹងហើយដែលវាបញ្ជាមនោគមវិជ្ជានៅក្នុងរាជវង្សានុវង្សវាត្រូវកំទេចស្ដេចពិតប្រកបខ្មែរឲ្យស្លាប់អស់វាទុកតែស្ដេចខ្លែងខ្លាយអានេះសិតតែអាបីសាយសៀនោះក៏ជាស្ដេចខ្លែងខ្លាយកញ្ចាស់មេពឹសបីសាយសសក៏ជាស្ដេចខ្លែងខ្លាយវាមិនមែនជាមហាក្សត្រីយ៉ាងនេះទេអានេះបើយើងនិយាយចំទៅវាអត់មានជាមហាក្សត្រីទេពីព្រោះអត់មានអ្នកណាលើកតម្កើងទៅតាមច្បាប់ទម្លាប់ផងបើយើងនិយាយទៅតាមច្បាប់នៅក្នុងរាជាខ្មែរអត់មានទេពួកនេះសិតតែវាហៅថាយកគ្នាអត់ស្របច្បាប់ឯណាអត់បានរៀបអាពាហ៍ពិពាហ៍ណាមិនបានទទួលស្គាល់តាមច្បាប់ទម្លាប់តែខ្មែរយើងទៅយកជំនឿតែឲ្យតែស្ដេចនាំគ្នាគោរពតែមិនដឹងថាស្ដេចហ្នឹងមានវីរភាពអីខ្លះបែរជាក្មេងៗជំនាន់ឥឡូវនេះអត់យល់ពីស្ដេចហ្នឹងមានវីរភាពអីខ្លះអត់ដឹងអត់យល់អីទាំងអស់គឺថាស្ដេចបានទាមទារឯករាជ្យតែវាមិនដឹងថាវាឯករាជ្យយ៉ាងម៉េចវាតែនិយាយថាស្ដេចមានវីរភាពទាមទារឯករាជ្យចុះឥឡូវនេះយើងមិនបាច់យកពីឆ្នាំឯករាជ្យមកនិយាយទេឆ្នាំ53ឥឡូវខ្ញុំចង់ឲ្យបងប្អូនយកពី93មកនិយាយទេនេះអំណាចអង្គការសហប្រជាជាតិដែលគេមានជំហរពេញលក្ខណៈរួចទៅហើយណាវាទៅដេញអង្គការសហប្រជាជាតិចេញវាទុកឲ្យកូនវានឹងឡើងគ្រប់គ្រងទុកឲ្យហើយសហការជាមួយនឹងហ៊ុនសែនណាលើកហ៊ុនសែនឡើងនេះជាគោលការណ៍ដែលវាបញ្ជាក់បង្ហាញច្បាស់ណាស់ដែលថាវាបំរើយួនសម្រាប់ខ្មែរហើយយើងមើលឃើញច្បាស់ណាស់ពេលហ្នឹងបើសិនជាស្ដេចខ្មែរពិតប្រាកដពីព្រោះវាអ្នកឈ្នះតាបើវាអ្នកស្រឡាញ់ខ្មែរដល់ពិតប្រាកដវាជាអ្នកការពារខ្មែរដល់ពិតប្រាកដវាបកគលអំណាចទៅឲ្យអង្គការសហប្រជាជាតិហើយវាមិនមែនដេញអង្គការសហប្រជាជាតិចេញទេអាហ្នឹងបើយើងនិយាយថាបើជាស្ដេចខ្មែរពិតប្រាកដពីព្រោះហេតុអីបានយើងហេតុអីបានខ្ញុំហ៊ានអំណាចអញ្ចឹងយើងគិតមើលទៅចលនាតស៊ូអត់អស់14ឆ្នាំយើងសួរតែយើងវាយអ្នកណាយើងនាំគ្នាវាយអ្នកណាគឺនាំគ្នាវាយអាយុហ្នឹងអាយុហ្នឹងជាពួកណាគឺពួកហ៊ុនសែនថ្ងៃ$23.91បង្ខំឲ្យហ៊ុនសែនឲ្យមកចុះសន្ធិសញ្ញាដើម្បីចូលមកដំណោះស្រាយនៃបញ្ហាវិបត្តិរវាងចំនួនខ្មែរយើងអស់14ឆ្នាំដែលយើងពាក់លីជីវិតមនុស្សអស់30,000នាក់ដោយសារពីរឿងបញ្ហាយួនឈានពានទឹកដីខ្មែរហ្នឹងថ្ងៃ7មករាហ្នឹងកន្លែងហ្នឹងហើយដែលយើងតស៊ូដើម្បីវាយដល់ចុងបញ្ចប់យើងសូមសួរថាទាំងរំតែអង្គការគេចុះមកជួយហើយគេបានមកដាក់លុយរហូតដល់2លានកោតបែរជាអាបីសាយសៀនោះវាទៅដេញអង្គការសហជីវជាតិចេញហើយវាប្រើតែពាក្យមួយទេបង្រួបបង្រួមនេះយើងយកអាទស្សនៈបង្រួបបង្រួមហ្នឹងឲ្យបងប្អូននាំគ្នាចាប់អារម្មណ៍មើលទៅតើវិបត្តិវិនិច្ឆ័យកម្មមហន្តរាយទឹកដីយើងមកទល់នឹងឆ្នាំ2014យើងយកពី93ទេខ្ញុំមិនបាច់ឲ្យបងប្អូនគេហៅថាក្មេងៗចំនួនក្រោយមិនបាច់លើកពីប្រវត្តិអីវែងឆ្ងាយទេយកពី93មកទល់ឥឡូវនេះតាមការពិតបងប្អូនប្រជាពលរដ្ឋមួយចំនួនធំយល់ដឹងច្បាស់លាស់រួចទៅហើយដោយពីជំនឿទៅលើគណៈបកហ្វិនស៊ីប៉ិចគេហៅថាគណៈបករាជានិយមហ្នឹងពី53 9អីរហូតទៅទល់រោតែ9អីមួយអត់មានដោយសារអីតាមការពិតបងប្អូនណាមិនជឿស្ដេចនឹងរួចទៅហើយក៏ប៉ុន្តែអាចជំនឿដែលក្មេងចំនួនក្រោយវាអត់ដឹងថាមិនជឿមិនដឹងជឿយ៉ាងម៉េចវាជឿថាឲ្យតែប្រទេសខ្មែរមានស្ដេចគឺភាពអស្ចារ្យក៏ប៉ុន្តែអាស្ដេចខ្មែរនេះមិនមែនជាស្ដេចដ៏ពិតប្រាកដទេហើយបើជាស្ដេចខ្មែរគេមានការជិះចាប់ណាពីព្រោះទឹកដីនេះដូចយើងលើកភាពជាក់ស្ដែងប្រាសាទអង្គរវត្តទឹកដីកោះត្រល់តាបាត់បងស្ដេចវាងើបឡើងមកហើយកុំឲ្យយកស្ដេចខ្មែរទៅប្រៀបនឹងស្ដេចថៃអសោះនេះអាស្ដេចនេះវាជាស្ដេចយួនបំរើយួនសម្រាប់ខ្មែរអង្គរវត្តគេគ្រប់គ្រងដើម្បីសាយដីធ្វើងើយអត់ខ្វល់ទៅដីនៅស្រុកចិនជាងកាឡាអូខេណាបង្កើតបញ្ហាទៅវាអត់ចង់មើលឃើញពីអ្វីដែលហៅថាពីទុកសោកវេទនាវាសុខចិត្តទៅដេកនៅស្រុកចិនឲ្យផុតពីភ្នែកវាចប់ដោយសារអីពីព្រោះវាគោលដៅវាគឺវាដឹងរួចទៅហើយវាបំផ្លាញជាតិពីព្រោះវាសហការជាមួយយួនវាបំរើយួនសម្រាប់ខ្មែរតែប្រជាជាតិយើងទេតែហៅថាមានអាជំនឿចិត្តបីសាច់ហ្នឹងនៅជាប់ខ្លួននៅតែមានស្រឡាញ់ទៅលើស្ដេចក៏ប៉ុន្តែយើងអត់ឃើញថាវិជ្ជមានរបស់ស្ដេចវីរភាពរបស់ស្ដេចដែលធ្វើអីឲ្យយើងទទួលស្គាល់វាអត់មានកន្លែងហ្នឹងហើយដែលយើងមើលសូមបងប្អូនរងចាំស្ដាប់ភាគទី2ជាភាគបន្តខ្ញុំនឹងបញ្ជាក់បង្ហាញអំពីដែលខ្ញុំយកជើងជន់ក្បាលទៅលើអាបីសាច់សៀនុនិងកញ្ចាស់មេពឹសបីសាច់សក់សហ្នឹងឲ្យបងប្អូននាំគ្នាធ្វើបាតកម្មដើម្បីមកប្តឹងអៀកឹមសេងនៅភាគទី2និងជាភាគបន្តបាទសូមអរគុណ